រកខាងលើម្នាក់នេះគាត់រស់នៅទាំងករបស់គាត់បាត់ត្រឡប់ក្រោយអស់រយៈពេល48ឆ្នាំពេលដែលបងប្អូនទាំងអស់គ្នាឃើញហើយប្រកាសជាឆ្ងល់เลยថាមូលហេតុអ្វីបានជាបណ្ដាលឲ្យគាត់ទៅជាបែបហ្នឹងហើយប្រកាសជាមានចិត្តអាណិតគាត់ទេត្រូវអត់អញ្ចឹងឥឡូវយើងមកស្ដាប់ទាំងអស់គ្នាពីជីវិតរបស់គាត់រកខាងលើម្នាក់នេះមានឈ្មោះថា Claudio គាត់រស់នៅក្នុងប្រទេសប្រេស៊ីលពេលដែលយើងឃើញគាត់បែបហ្នឹងវាពិតជាពិបាកណាស់មែនអត់ប៉ុន្តែជីវិតរបស់គាត់អត់ពិបាកដូចដែលយើងបានឃើញនោះទេហើយនៅពេលដែលគាត់ទៅតែកើតគ្រូពេទ្យបាននិយាយប្រាប់ម្ដាយគាត់ថាគាត់ប្រហែលជារស់មិនបានយូរទេព្រោះគាត់កើតមានជំងឺដ៏កម្រមួយដែលគេហៅថា Acrogryposis ហើយជំងឺមួយហ្នឹងវាគឺជាជំងឺសន្លាក់ឆ្អឹងតាំងពីកំណើតវាថាជំងឺមួយហ្នឹងនៅក្នុងរាងកាយរបស់យើងឆ្អឹងរបស់យើងគឺកោងហើយអត់សហការគ្នាដូចមនុស្សយើងធម្មតាឯងហើយវាគឺជាជំងឺដ៏កម្រមួយវាថាមនុស្សម្លាននេះអាចកើតមានតែម្នាក់ឬក៏ពីរនាក់អីចឹងណាហើយអ្នកទាំងអស់គ្នាដឹងអត់ពេលដំបូងគ្រូពេទ្យបានឲ្យដំបូងមានទៅកាន់ម្ដាយគាត់ថាអញ្ចឹងមិនបាច់ព្យាយាមចិញ្ចឹមបីបាច់គាត់នោះទេព្រោះគាត់អាចនឹងស្លាប់បានគ្រប់ពេលវេលាប៉ុន្តែអ្នកទាំងអស់គ្នាដឹងហើយទឹកចិត្តជាម្ដាយពោពោ9ខែ10ថ្ងៃតម្រុំបង្កើតគាត់បានទោះបីជាគាត់មិនប្រកក្តីក៏ដោយថាតើមានម្ដាយឯណាមានចិត្តត្រជាក់ឲ្យកូនខ្លួនឯងស្លាប់នោះត្រូវអត់ហើយគាត់អត់បានស្ដាប់សម្ដីពេទ្យទេគាត់បាននាំ Claudio ទៅផ្ទះមើលថែ Claudio យ៉ាងយកចិត្តទុកដាក់តស៊ូជំនះគ្រប់ឧបសគ្គដើម្បីឲ្យកូនរបស់គាត់រស់នៅបានសុខទោះបីជាកូនគាត់មានសភាពមិនប្រកក្តីក៏ដោយលើបងប្អូនទាំងអស់គ្នាមើលវីដេអូខាងលើនេះទៅឆ្អឹងជើងរបស់ Claudio ទាំងគូត្រូវបានខូចទ្រង់ទ្រាយទាំងស្រុងតែម្ដងគាត់ត្រូវដើរដោយប្រើជង្គង់ទាំងពីរតាំងពីគាត់មានអាយុ7ឆ្នាំមកម្លេះហើយគាត់ក៏ចាប់ផ្ដើមរៀនពីផ្លូវជីវិតដែលគាត់ត្រូវរស់នៅប្រចាំថ្ងៃផងដែរគាត់រៀនសរសេររៀនគូររូបរៀនចុចកុំព្យូទ័រទោះបីជាគាត់មិនអាចប្រើដៃក៏គាត់អាចប្រើមាត់យកមកជំនួសបានដែរគាត់រៀនញ៉ាំបាយដោយខ្លួនឯងអត់ឲ្យម្ដាយគាត់បញ្ចុកទេគាត់ប្រើប្រាស់ទូរស័ព្ទដោយប្រើអណ្ដាតយកទៅចុចហើយនឹងមានរបស់មួយចំនួនដែលគាត់មិនអាចធ្វើបាននោះគឺតែងតែមានម្ដាយនិងបងប្រុសរបស់គាត់នៅពីក្រោយខ្នងចាំ stand by ធ្វើជាដៃនិងជើងរបស់គាត់ជានិច្ចរបៀបថានៅពេលដែលគាត់ចូលបន្ទប់ទឹកងូតទឹកឬក៏ផ្លាស់ប្ដូរសម្លៀកបំពាក់អីចឹងទៅហើយ Claudio មិនត្រឹមតែរៀនពីរបៀបរស់នៅប្រចាំថ្ងៃទេគាត់ថែមទាំងរៀនពីរបៀប enjoy life ថែមទៀតផងពេលទំនេរគាត់ចូលចិត្តរៀនច្រៀងរៀនរាំលេងរៀនលេងកីឡារៀនលេង piano មិនត្រឹមតែប៉ុណ្្នឹងទេគាត់ថែមទាំងជួយបោសសម្អាតជូតផ្ទះថែមទៀតអ្នកទាំងអស់គ្នាឃើញគាត់អញ្ចឹងទេប៉ុន្តែគាត់មានក្តីសម័យតាំងពីគាត់នៅតូចម្ល៉េះហ៎ក្តីសម័យរបស់គាត់នោះគឺចង់ដើរលេងជុំវិញពិភពលោកបានជួបមុខមនុស្សថ្មីហើយគេតែងតែនិយាយជាមួយនឹង Claudio ថាជីវិតរបស់គាត់លំបាកណាស់តែគាត់បានឆ្លើយតបយ៉ាងងាយស្រួលថាគាត់មិនដែលគិតថាខ្លួនគាត់ពិបាកទេគាត់មានតែអស់គុណជំងឺមួយនេះដែលធ្វើឲ្យគាត់ដឹងពីអត្ថន័យនិងតម្លៃនៃជីវិតរបស់គាត់ហើយគាត់ខិតខំរៀនសូត្រខ្លាំងមែនទែនរហូតដល់គាត់បានចប់បរិញ្ញាបត្រផ្នែកគណនេយ្យករទៀតផងកាន់តែអស្ចារ្យជាងនោះទៅទៀតគឺគាត់បានសរសេរសៀវភៅមួយក្បាលដែលមានឈ្មោះថា World is the wrong way around និយាយទៅគឺគាត់បកកែខ្លាំងមែនទែនហ្មងព្រោះតែជីវិតរបស់គាត់ជួបបញ្ហាបែបហ្នឹងហើយគាត់រឹងមាំខ្លាំងណាស់ដែលអាចឆ្លងកាត់វាបានរយៈពេល48ឆ្នាំហ្នឹងគាត់ក៏បានខ្លាយខ្លួនទៅជាវាគ្មិនលើកទឹកចិត្តដល់ពូកែម្នាក់ថែមទៀតណាអ្នកទាំងអស់គ្នានេះគឺជារឿងពិតណាហើយរឿងហ្នឹងបានបង្ហាញឲ្យយើងឃើញថាក្នុងជីវិតរបស់យើងម្នាក់តែងតែមានបញ្ហាប៉ុន្តែมันអាចថាមានលេសអ្វីដែលឲ្យយើងធ្វើមិនបាននោះទេប្រសិនបើយើងចង់បានអ្វីមួយមិនថាវាមានឧបសគ្គយ៉ាងណាទេឲ្យតែយើងខិតខំនឹងធ្វើវាដោយប្រើបេះដូងយើងនឹងទទួលបាននូវលទ្ធផលចុងក្រោយជាមិនខានហើយយើងនឹងដឹងថាលទ្ធផលដែលយើងបានធ្វើហ្នឹងវាពិតជាមានតម្លៃខ្លាំងកម្រិតណានៅពេលដែលយើងខិតខំយកចិត្តទុកដាក់ទៅធ្វើវាClaudioអញ្ចឹងពីដំបូងឡើយពេលថាគាត់អត់មានសង្ឃឹមរស់ទេតែឥឡូវមើលគាត់គឺគាត់ជោគជ័យខ្លាំងមែនតើហ្មងជាគណនេយ្យករផងជាអ្នកសរសេរសៀវភៅផងហើយក៏ជាវាគ្មិនដ៏ជោគជ័យម្នាក់ទៀតនិយាយមែនណាគាត់ធ្វើបានណាអញ្ចឹងយើងទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាគាត់ពិបាកប៉ុណ្្នឹងឯងប៉ុន្តែគាត់អាចគិតថាជីវិតគាត់ពិបាកហើយសម្រាប់ខ្ញុំក៏មានពាក្យមួយឃ្លាចង់ប្រាប់បងប្អូនទាំងអស់គ្នាដែរថាជីវិតយើងម្នាក់គឺហួសពីអ្វីដែលភ្នែកយើងអាចមើលឃើញហើយជីវិតរបស់យើងគឺជាអ្វីដែលយើងបានធ្វើវាឲ្យคล้ายទៅជាអ្វីដែលយើងចង់ធ្វើសង្ឃឹមថាអ្នកទាំងអស់គ្នាបន្ទាប់ពីមើលវីដេអូនេះហើយអាចជួយជំរុញទឹកចិត្តដល់អ្នកដែលគាត់ពិបាកចិត្តឬក៏អ្នកដែលគាត់កំពុងតែជួបស្ថានភាពលំបាកក្នុងជីវិត